ទូរស័ព្ទ iPhone nó trênថ្មីរៀងរាល់ឆ្នាំអ្នកខ្លះចេញថ្មីមានលទ្ធភាពដូរប៉ុន្តែអត់ចង់ដូរឯព្រោះអាចាស់ហ្នឹងវាមានរូបថតច្រើនឯកសារច្រើននឹង password ផងអីផងអត់ចង់ដូរឯក៏ប៉ុន្តែ iPhone nóមាន function មួយល្អនៅពេលទិញទូរស័ព្ទថ្មីមកវាដាក់មកផ្ទេគឺផ្ទេទាំងដុលហ្មងទាំងរូបថតទាំង password TikTok ទាំង password Facebook អី Telegram អីគឺចូលទាំងអស់ចង់ដឹងថាគេធ្វើម៉េចជួយចុច follow បេះដូងដើម្បីតាមដាន page ខោដែលផលិតកូនខ្មែរសុទ្ធសាធលើ original នេះមកទូរស័ព្ទនេះទូរស័ព្ទថ្មីខ្ញុំហៅទូរស័ព្ទថ្មីដោយសារខ្ញុំទៅ reset ហើយអញ្ចឹងបន្ទាប់មកយើងបើកវាមកអូសវាមកវាចេញដល់កន្លែងនេះហើយអានេះយើងបើកវាដែរមកវានឹងប្រាប់យើងថាឲ្យយើង set up new iPhone ទូរស័ព្ទថ្មីនេះអញ្ចឹងបានន័យថានេះអាចាស់យើងផ្ទេពីអាចាស់នេះគឺមកអាថ្មីនេះទាំងអស់តែម្ដងផ្ទេគេធ្វើម៉េចគ្រាន់តែដាក់ចិត្តគ្នាអញ្ចឹងគឺវា load អាហ្នឹងមកអញ្ចឹងអ្នកទាំងអស់គ្នា unlock វាមកអញ្ចឹងយើងដាក់សោដោះសោវាមកលេខកូដនេះទូរស័ព្ទចាស់យើងបន្ទាប់មកយើងវាយ password មកវាយ password ដោះ password ទាំងអស់មកវានឹង connect គ្នាធ្វើម៉េចទៀតវានឹងចេញឲ្យយើង scan អញ្ចឹងបានន័យថានេះយើងយកអាទូរស័ព្ទចាស់យើងនេះមកថតអា QR កន្លែងនេះអានេះវាដូច QR អញ្ចឹងយើង scan អាហ្នឹងទៅគឺ iPhone វានឹងដំណើរការហើយអ្នកនរគ្នាអញ្ចឹងបន្ទាប់មកវាសួរហ្នឹង set up for me set up ទៅទាំង Apple ID ទាំងអីគឺចូលនៅនឹងទាំងអស់អញ្ចឹងអានេះវាសួរ password ហើយ password របស់នេះ password អីគេអញ្ចឹងយើងដាក់ password ឲ្យត្រូវគ្នាមកហើយអ្នកនរគ្នាវានឹងដំណើរការទៅហើយអញ្ចឹងអ្នកនរគ្នាគ្រាន់តែធ្វើប៉ុណ្្នឹងមកជាការស្រេចគឺងាយស្រួលឲ្យបងប្អូនរបស់គ្នាគឺបងប្អូន continue រហូតទៅគឺបានហើយដាក់ Apple ID តែយើងត្រូវស្គាល់ Apple ID របស់ខ្លួនឯងដែរ